ជំរាបសួរខ្ញុំជាណាព្យាបាលសិស្សលីគឹមហុងជាមួយនឹងលីស៊ូជីនគាត់រៀននៅថ្នាក់ទី1នៃសាលារៀនម៉ាក់សិនក្នុងនាមខ្ញុំជាម៉ាក់ដែលត្រូវចិញ្ចឹមកូនតូច3នាក់នៅក្នុងពេលតែមួយគឺមានអារម្មណ៍ថាពិបាកខ្លាំងប៉ុន្តែបន្ទាប់ពីខ្ញុំបានឲ្យកូនមកសិក្សានៅសាលាអន្តរជាតិម៉ាក់សិនទី1គឺគាត់ផ្លាស់ប្ដូរអរិយាប័ត្រខ្លាយជាក្មេងដែលមានអរិយាប័ត្រល្អជាងមុនគាត់ចេះគួរសមចេះគោរពចាស់ទុំមួយវិញទៀតគឺគាត់មានវិន័យល្អទម្លាប់ល្អនៅក្នុងសកម្មភាពរស់នៅប្រចាំថ្ងៃដូចជាការញ៉ាំការគេងការស្លៀកពាក់ការរៀបចំសម្ភារៈសិក្សាផ្សេងហើយគាត់ខ្លាចជាក្មេងម្នាក់ដែលមានភាពក្លាហានខ្លាំងជាងមុននិងចេះសម្រេចចិត្តដោយខ្លួនឯងអ្វីដែលខ្ញុំពេញចិត្តគឺសាលាអន្តរជាតិម៉ាក់សិនតែងតែមានជំនួបរវាងឪពុកម្ដាយជាមួយនឹងសិស្សហើយនិងគ្រូបន្ទប់ថ្នាក់ដើម្បីស្វែងយល់ពីចំណុចខ្លាំងនិងពង្រឹងចំណុចខ្សោយរបស់សិស្សគ្រប់សំណើតូចដែលខ្ញុំបានស្នើទៅកាន់លោកគ្រូអ្នកគ្រូបន្ទប់ថ្នាក់នៃសាលាម៉ាក់សិនគាត់គឺតែងតែធ្វើការឆ្លើយតបយ៉ាងឆាប់រហ័សនិងយកចិត្តទុកដាក់ខ្ពស់បំផុតសម្រាប់បុគ្គលិកនៅសាលាម៉ាក់សិនគឺពួកគាត់មានភាពរួសរាយរាក់ទាក់និងធ្វើការយ៉ាងកក់ក្ដៅនិងជិតស្និទ្ធបំផុតជាមួយនឹងឪពុកម្ដាយខ្ញុំចង់ផ្ដាំផ្ញើទៅដល់មាតាបិតាដែលកំពុងតែស្វែងរកសាលាល្អដល់កូនអាចជ្រើសរើសយកសាលារៀនម៉ាក់សិនដោយសារសាលានេះផ្ដោតទៅលើគុណភាពល្អសីលធម៌ល្អនិងវិន័យល្អ